បាទបងប្អូនដើម្បីឲ្យស្ថានភាពប្រសើរឡើងវិញបាទគឺប្រជាជនយើងបានផ្ទះសម្បែងត្រឡប់មករស់នៅបាទជនភៀសសឹកអីហ្នឹងណាបងប្អូនហើយដើម្បីឲ្យដីរបស់យើងបានមកវិញមានភាពប្រកក្តីឡើងវិញយើងឃើញថាមានតែការធ្វើការតាមការទូតរបស់រដ្ឋាភិបាលយើងបច្ចុប្បន្នដែរឥឡូវគឺយើងឃើញឲ្យល្បីផ្សព្វផ្សាយពេញអស់សារព័ត៌មាន Fox News អាមេរិកហើយ Reuters របស់អង់គ្លេសអីហ្នឹងគឺថាតើយើងរងចាំមើលហើយយើងត្រូវមានការប្តឹងផ្តល់បាទផ្ដល់អង្គការសហប្រជាជាតិឬក៏តុលាការ ICJ ឬក៏យើងបាទធ្វើការទូតយ៉ាងម៉េចណាបាទហើយមួយទៀតមានតែយើងខ្លាំងបើយើងចង់បានមកវិញតតែយើងខ្លាំងរួបរวมសាមគ្គីគ្នាដែលខ្ញុំនិយាយតាមគីគ្នាហើយយើងពង្រឹងសេដ្ឋកិច្ចរបស់យើងរួបរวมសាមគ្គីគ្នាពង្រឹងសេដ្ឋកិច្ចរបស់យើងឲ្យរីកចម្រើនបង្កើនយោធារបស់យើងច្បាស់លាស់បាទអញ្ចឹងយើងបានរីកចម្រើនហើយយើងអាចទប់ទល់ជាមួយនឹងប្រទេសជិតខាងឈ្លានពាននឹងឯងបាទអរគុណ